លោកឧត្តមសេនីយ៍ត្រីមាសយ៉តបានអញ្ជើញជាអធិបតីភាពក្នុងពិធី Meeting of Osato ខួបអនុស្សាវរីយ៍លើកទី47ទិវារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាពីធ្នូ1978ពីធ្នូ2025នៅសាលាឃុំស្រើងស្រុកប្រាសាទសម្បូរនៅថ្ងៃទី4ខែធ្នូឆ្នាំ2025លោកឧត្តមសេនីយ៍ត្រីមាសយ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសម្បូរនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើងបានអញ្ជើញជាអធិបតីភាពក្នុងពិធី Meeting of Osato ខួបអនុស្សាវរីយ៍លើកទី47ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាពីធ្នូ1978ពីធ្នូ2025នៅសាលាឃុំស្រើងស្ថិតនៅភូមិទំបន់ឃុំស្រើងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំកម្មវិធីនេះផងដែរដោយមានការអញ្ជើញចូលរួមពីលោកស្រីមេបញ្ជាការរងខេត្តនិងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើងលោកមេឃុំស្រើងនិងសមាជិកនៅក្នុងមូលដ្ឋានភូមិឃុំលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនផងដែរនាឱកាសនោះឯកឧត្តមមាសយ៉តបានអានសន្ទរកថារបស់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានិងសំណេះសំណាលជាមួយសមាជិកសមាជិកានៅក្នុងអង្គពិធីនិងជូនពរដល់សមាជិកសមាជិកាទាំងអស់សូមមានសុខភាពល្អប្រកបការងារជោគជ័យគ្រប់ភារកិច្ចលោកឧត្តមសេនីយ៍ត្រីមាសយ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំក៏បានគោរពការកោតសរសើរនិងអបអរសាទរក្រៃលែងជាមួយប្រជាជនកម្ពុជាដែលបានរស់នៅក្រោមម្លប់សន្តិភាពការអភិវឌ្ឍប្រកបដោយផ្លែផ្កាត្រចះត្រចង់និងមោទនភាពបំផុតជាពិសេសការអនុវត្តនៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី7ហើយតម្កល់នៅគុណតម្លៃនៃសុខសន្តិភាពនេះជាតម្លៃអមតៈដែលមិនអាចកាត់ថ្លៃឬដោះដូរបានទោះក្នុងតម្លៃណាក៏ដោយក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា